នៅព្រឹកថ្ងៃទី19ខែមិថុនានេះផ្លូវជាច្រើននៅក្បែរអគាររដ្ឋាភិបាលថៃត្រូវបានបិទដោយសារតែបាតកម្មតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃលោកស្រីផែផង់ផានស៊ីនវ៉ាត់ការចេញតវ៉ារបស់ក្រុមប្រឆាំងទៅនឹងនាយករដ្ឋមន្ត្រីថៃក្រោយមានការបែកធ្លាយសម្លេងរបស់លោកស្រីផែផង់ផាននិងអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនយោងតាមកាសែតក្នុងស្រុកថៃ The Nation នៅថ្ងៃទី19ខែមិថុនាបានដឹងថានាយករដ្ឋមន្ត្រីថៃលោកស្រីផែផង់ផានស៊ីនវ៉ាត់កំពុងរងសម្ពាធខ្លាំងក្រោយពេលបែកធ្លាយសម្លេងពលគឺមានការទីមទីឲ្យលោកស្រីរំសាយសភាដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនលោកណាតាផុងរងផាយ៉ាវុធមេដឹកនាំគណៈបកប្រឆាំងនៅព្រឹកថ្ងៃប្រហ័ននេះបានធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយនៅសភាដែលឲ្យនាយករដ្ឋមន្ត្រីលោកស្រីផែផង់ផានរំសាយសភាដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកលថ្មីក្នុងន័យទទួលខុសត្រូវចំពោះការសន្ទនាតាមទូរស័ព្ទដ៏ចម្រុងចម្រាស់ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានព្រឹទ្ធសភាក្នុងពេលជាមួយគ្នានេះគណៈបកប៊ុនចៃថៃចំនួន8នាក់បានប្រកាសដកខ្លួនចេញពីសម្ព័ន្ធរដ្ឋាភិបាលដែលឲ្យនាយករដ្ឋមន្ត្រីលោកស្រីផែថងឋានស៊ីនវ៉ាត់ទទួលខុសត្រូវចំពោះคลิปសម្លេងដែលពាក់ព័ន្ធនឹងការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោហ៊ុនសែនលោកស្រីផែថងឋានត្រូវបានបកប្រឆាំងចោទថាការដោះស្រាយបញ្ហាព្រំដែនតាមរយៈទូរស័ព្ទរបស់លោកស្រីគឺបានឆ្លុះបញ្ចាំងពីភាពទន់ខ្សោយខ្វះបទពិសោធន៍និងជំនាញចរចាក្នុងការដោះស្រាយជម្លោះរវាងប្រទេសថៃនិងកម្ពុជាទន្ទឹមនឹងការទាមទារឲ្យលោកស្រីផែថងឋានស៊ីនវ៉ាត់លេលែងពីតំណែងមានបេក្ខភាពចំនួន6រូបផងដែរបានកំពុងត្រៀមខ្លួនចូលឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីគណៈបេក្ខភាពទាំង6រូបនោះរួមមាន1លោកអនុធានធានវីរគុណគណៈបកភូមិថៃ2លោកឆៃខ្សេមនីតិសិរិគណៈបកភឺថៃ3លោកប្រាវិតវង្សសុវណ្ណគណៈបកផ្លាំងប្រាឆារ៉ាត់4លោកប្រយុទ្ធច័ន្ទឧចាឧត្តមទីប្រឹក្សា5មហាក្សត្រ5លោកភិរៈផាត់សិរីវត្តវិភាគណៈបករួមថៃសាងឆាតនិង6លោកជូរិនលក្ខណៈវិសិនគណៈបកប្រជាធិបាតគួរបញ្ជាក់ថាការបែកធ្លាយសម្លេងរបស់នាយករដ្ឋមន្ត្រីថៃត្រូវបានក្រុមប្រឆាំងចាត់ទុកថាបានធ្វើប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនថៃទាំងអស់ហើយនឹងនាំឲ្យប្រទេសថៃស្ថិតក្នុងស្ថានភាពលំបាកក្នុងការដោះស្រាយជាមួយកម្ពុជាលើជម្លោះព្រំដែន។